បងប្អូនប្រិយមិត្តចាអ្នកស្ដាប់អ្នកទស្សនាទាំងអស់គ្នាចាស្វាគមន៍មកកាន់ Channel YouTube របស់នាងខ្ញុំតតែម្ដងថ្ងៃនេះនាងខ្ញុំចានាំមកបងប្អូនទាំងអស់គ្នាមកមើលទៀតហើយមកទស្សនាចាតាមដងផ្លូវស្រុកស្រែជនបទនៃរដ្ឋ Pennsylvania នៅក្នុងសហរដ្ឋអាមេរិកទាំងអស់គ្នាជាមួយនាងខ្ញុំចាតោះបងប្អូនចាអញ្ចឹងសម្រាប់បងប្អូនទាំងអស់គ្នាដែល Subscribe YouTube នាងខ្ញុំចាវីដេអូរបស់នាងខ្ញុំគឺចាថតពីទេសភាពស្រុកស្រែចាទូទៅហ្មងចាផ្ទះតាមជនបទអីចឹងណាបងប្អូនចានៅក្នុងរដ្ឋ Pennsylvania សម្រាប់បងប្អូនថ្មីចាកុំភ្លេច Subscribe ម្នាក់មួយផងចាបងប្អូនដែលចូលចិត្តមើលទេសភាពចាមើលការរស់នៅក្នុងសហរដ្ឋអាមេរិកផ្ទាល់តែម្ដងកាលពីមុនខ្ញុំធ្វើវីដេអូណាប៉ុន្តែខ្ញុំធ្វើវីដេអូខ្លីៗណាបងប្អូនចាឥឡូវនេះខ្ញុំចាប់ផ្ដើមព្យាយាមថតវីដេអូវែងៗដាក់ YouTube ចាវែងៗតិចទៅព្រោះឯខានធ្វើវីដេអូចូលជិត2ឆ្នាំដែរហើយអញ្ចឹងឥឡូវនេះខ្ញុំត្រឡប់មកវិញសង្ឃឹមថាបងប្អូនអរគុណនៅតែគ្រប់ត្រចានឹងព្យាយាមថតចែកជូនបងប្អូនអរគុណពីការរស់នៅនៃផ្ទាល់ចាពីរបៀបក្នុងការរស់នៅអញ្ចឹងណាជាប្រភេទដើមឈើម្លប់ចាឲ្យម្លប់ទេមិនមែនជាប្រភេទដើមឈើហូបផ្លែនោះទេហើយផ្ទះណាក៏មានដែរណាបងប្អូនចាមានតែផ្ទះអាស៊ីរបស់យើងដែរមិនថាជនជាតិអីទេបងប្អូនឲ្យតែអាស៊ីគឺពួកគាត់ទាំងអស់គ្នាតែងតែដាំជាមួយនឹងផ្លែឈើហូបផ្លែចាដាំជាមួយនឹងផ្លែឈើហូបផ្លែមានប៉មមានផ្លែទឹកទឹមមានផ្លែត្រឡប់មានផ្លែអីចឹងណាបងប្អូនដែលអាចដាំបានណាចាវាអាស្រ័យទៅលើអាកាសធាតុដូចនៅក្នុងរដ្ឋនេះខ្ញុំរស់នៅនេះវាអាកាសធាតុត្រជាក់កន្លះឆ្នាំក្តៅកន្លះឆ្នាំចាហើយក្តៅនោះវាមានកម្រិតវាដែរចាប់ពីខែ6no មែនទេចាចាប់ពីចុងខែ6 7 8ចាអាហ្នឹងគឺថាក្តៅខ្លាំងមែនតើក្តៅនៅស្រុកខ្មែរអញ្ចឹងណាប៉ុន្តែចូលដល់ខែ9វាចាប់ផ្ដើមចុះត្រជាក់មកវិញហើយចាប៉ុន្តែមិនទាន់ត្រជាក់ខ្លាំងទេដល់ខែ10មកគឺថាចាប់ផ្ដើមធ្លាក់ខ្យល់ហើយចាអញ្ចឹងធម្មតាបងប្អូនតាមស្រុកស្រែវាស្ងប់ស្ងាត់ណាប៉ុន្តែស្រុកស្រែនៅអាមេរិកនេះស្ងប់ស្ងាត់វាតាមតែនីមួយៗគឺស្អាតហើយនៅនេះរួមទៅនៅអាមេរិកភាគច្រើនបើការធ្វើដំណើរធ្វើការអីនិយាយចំនួនភាគច្រើនមកចាគឺគេជិះឡានទៅធ្វើការអញ្ចឹងភាគច្រើននៅតាមផ្ទះអីមិនសូវមានម៉ូតូកង់អីទេចាម៉ូតូកង់គឺគេជិះសម្រាប់កម្សាន្តចឹងដែលឃើញមានចាគេចតទេហើយមកបងប្អូនឃើញផ្លូវឃើញកវិញក្បាលចាគឺគេព្យាយាមជួសជុលកុំឲ្យវាចាខូចណាមើលដូចតកៅអញ្ចឹងណាផ្លូវដូចតកៅមិនបាត់មកដូចកវិញក្បាលចាឥឡូវនឹងខ្ញុំមកកន្លែងពិគ្រោះជំងឺយើងមកបណ្ឌិតសុខភាពកន្លែងបណ្ឌិតសុខភាពគេគឺបែបនេះបងប្អូនចាអានេះមិនមែនជាមន្ទីរពេទ្យទេគឺជាកន្លែងបណ្ឌិតសុខភាពចាជាមួយនឹងពេទ្យប្រចាំគ្រួសាររបស់យើងផ្ទាល់តែម្ដងថ្ងៃនេះមនុស្សច្រើនគួរសមចត
ចូលពេទ្យសិនអូមេឃនេះក៏ដៅមែនតើខែក្តៅនៅអាមេរិកគឺថាក្តៅខ្លាំងមកក្តៅដូចនេះចឹងចាឥឡូវនេះខ្ញុំបន្តដំណើរថតចែកជូនបងប្អូនទាំងអស់គ្នាផ្ទះនៅតាមជនបទទៀតណាបងប្អូនឃើញផ្ទះស្អាតស្អាតអញ្ចឹងគឺផ្ទះនៅតាមជនបទស្រុកស្រែនៅខាងក្រោយផ្ទះសិតតែចាមានព្រៃភ្នំចាហើយចំការគេនៅនឹងបងប្អូនអញ្ចឹងផ្ទះនៅតំបន់នេះផ្ទាល់ហ្នឹងវាអាស្រ័យទៅលើគល់ម្នាក់ៗឯងប៉ុន្តែសម្រាប់នឹងខ្ញុំអញ្ចឹងចូលចិត្តបែបហ្នឹងបងប្អូនវាស្រឡះក្នុងការរស់នៅហើយវាស្អាតណាចាផ្ទះក៏ស្អាតបរិស្ថានក៏ល្អចំណុចសំខាន់ហ្នឹងគឺថាសុវត្ថិភាពតែម្ដងសុវត្ថិភាពជាចម្បងនៅពេលដែលយើងមានកូនតូចៗអីណាចាតាមតំបន់នីមួយៗការរស់នៅគឺខុសគ្នាហើយបើសួរថានៅនេះសម្បូរការងារអត់ចាវាមិនអីដែរបងប្អូនចាការងារមានគ្រប់គ្រាន់ហើយតែមានកន្លែងធ្វើគឺចាគឺមានការងារធ្វើហើយIt's really hot. Wow. ធ្លាប់តែមេឃត្រជាក់ឥឡូវមកមេឃក្តៅនេះឡាននេះបាត់លយមែនបាត់ស៊ីផ្លូវមកចាសម្រាប់បងប្អូនអរគ្នាថ្មីចាកុំភ្លេច subscribe នឹងខ្ញុំម្នាក់មួយផងបានទស្សនាការរស់នៅនឹងទេសភាពផ្សេងៗនៅក្នុងរដ្ឋដែលខ្ញុំរើផ្ទាល់ម្ដងថាតើមានអីប្លែកខ្លះពីរដ្ឋបងប្អូនផ្សេងទៀតរស់នៅអញ្ចឹងណាចាសម្រាប់បងប្អូនអរគ្នាដែលចង់តាមដានវីដេអូនេះខ្ញុំខលរាល់ថ្ងៃបងប្អូនអរគ្នាអាចចាតាមដាននៅ Facebook បាន Facebook របស់ខ្ញុំគឺឈ្មោះដូចតែគ្នាទេចាបងប្អូនខ្លះក៏បានស្គាល់បងប្អូនខ្លះទៀតចាក៏នៅចឹងដែរចា Facebook នេះខ្ញុំផុសវីដេអូខ្លីៗហើយសម្រាប់ YouTube វិញគឺនឹងខ្ញុំថតវីដេអូរៀងវែងជូនបងប្អូនអរគ្នាបានទស្សនារៀងយូរបន្តិចចាក្នុងវីដេអូនេះនឹងខ្ញុំថតនៅក្នុងឆ្នាំ2026ចាចុងខែ6ហើយថ្ងៃនេះថ្ងៃទី29នៃចា29ខែ6នៅអាកាសធាតុនៅខាងអាមេរិកគឺចាប់ផ្ដើមក្តៅចូលដល់ខែក្តៅហើយក្តៅខ្លាំងមែនតើមិនក្តៅធម្មតាទេគឺក្តៅខ្លាំងតែម្ដងអូតែនឹងឆ្លងខ្នល់គឺថាយើងឈប់ចាំរហូតដល់ឡានគេមកអស់ឡានឆ្វេងផងស្ដាំផងចាំឲ្យយូរគួរសមដែរចាបន្ទាប់ពីឡាននេះទៅផុតហើយគឺនឹងខ្ញុំទៅតាមក្រៅអុយយើងត្រូវតែលះហះមកដល់មិនអញ្ចឹងទេនៅជាប់នឹងទៅរួចនៅតំបន់នេះគឺគេចូលចិត្តដាំដើមឈើធំណាចាដើមឈើវាជួយម្លប់សម្រាប់ខែក្តៅចាផលពិបាកវាតែងតែមានចាវាមានគុណសម្បត្តិនិងគុណវិបត្តិដូចគ្នាសម្រាប់ដើមឈើដើមធំបើវានៅចិត្តផ្ទះវាអាចបាក់មកចាខូចដំបូលផ្ទះខូចផ្ទះយើងតែបើអត់ដើមឈើខែក្តៅចេះអូយក្តៅហួតហើយមួយទៀតដើមឈើវានៅពេលដែលខែភ្លៀងអីឡានចតនៅតាមបណ្ដោយផ្លូវចេះនិយាយពីថាចាកាត់ស្លែដុះស្លែពេញហ្មងដុះស្លែពេញទេនេះក្នុងខែក្តៅចេះដើរលេងទៅណាម្នាក់គេប្រយ័ត្នតែគេព្រោះអីតែនៅខែក្តៅយូរបាននេះអាចឈឺចាពីព្រោះតែក្តៅសឹកទៅវាឈឺដែរចាឥឡូវយើងដល់សញ្ញា stop sign ហើយយើងឈប់ឲ្យនឹងកង់មួយឆ្វេងមួយស្ដាំមើលអ្នកដំណើរចា
$17, so I need to put it